បងប្អូនទាំងអស់គ្នាធ្លាប់ដែលឮពាក្យថាស្រែនេះស្រែเงาឬក៏បងប្អូនទាំងអស់គ្នាធ្លាប់ប្រើពាក្យនឹងអត់បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំបាទទៀតហើយខ្ញុំបាទរទ្ធីថ្ងៃនេះខ្ញុំមានជាប្រធានបទភ្លេងមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាធ្លាប់ដែលឮពាក្យថានេះស្រែនេះស្រែเงาហើយយើងធ្លាប់ប្រើពាក្យនឹងអត់អញ្ចឹងនៅក្នុងថ្ងៃនេះផងដែរខ្ញុំចង់លើកយកពាក្យនេះដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាទុកធ្វើជាការគិតពិចារណាថាតើយើងប្រើគួរតែយកពាក្យនឹងយកមកប្រើទៀតឬក៏យ៉ាងម៉េចដែរពីព្រោះថាជាទូទៅក្នុងសម័យយើងបច្ចុប្បន្ននេះមិនថាចាស់មិនថាក្មេងមិនថាអ្នកមានមិនថាអ្នកក្រទេអ្នកខ្លះក៏គាត់ធ្លាប់ប្រើនៅពាក្យនឹងសម្រាប់ធ្វើការបញ្ចុយបញ្ចាឬក៏ការលេងសើចទៅបុគ្គលផ្សេងទៀតដែលខ្លួនស្គាល់ឯជាដើមឧទាហរណ៍ថាមិត្តភក្តិនិងមិត្តភក្តិនៅពេលដែលនរណាម្នាក់តែងខ្លួនទៅធ្វើការឬក៏តែងខ្លួនទៅសិក្សាអីមើលទៅលក្ខណៈទៅវាមិនសមសួនវាមិនទៅស្អាតបាតយើងបែរជានិយាយថានេះតែងខ្លួនស្រែเงาឬក៏នរណាម្នាក់ដែលគាត់មិនសូវចេះនៅបច្ចេកវិទ្យាឬក៏មិនសូវចេះចុចទូរស័ព្ទឬក៏ប្រើកុំព្យូទ័រអីយើងតែងតែប្រើថានេះស្រែเงาចេះប្រើរបស់អស់នឹងជាដើមអញ្ចឹងបើយើងស្ដាប់មួយផ្លែទៅវាប្រៀបបីដូចជាយើងយកពាក្យហ្នឹងដើម្បីយកមកលេងសើចដើម្បីយកមកបញ្ចុយបញ្ចាក៏ប៉ុន្តែបើយើងកាន់តែគិតឲ្យបានស៊ីជម្រៅទៅយើងពុំគួរណាយកពាក្យស្រែមួយម៉ាត់នេះដើម្បីយកមកធ្វើជាពាក្យបញ្ចុយបញ្ចានោះទេពីព្រោះថាពាក្យថាស្រែមួយម៉ាត់នេះគឺមានន័យល្អណាស់បងប្អូនទាំងអស់គ្នាយើងគួរតែគិតយើងគួរតែដឹងទាំងអស់គ្នាហើយថាអង្គដែលយើងយកមកញ៉ាំរាល់ថ្ងៃឬក៏បន្លែផ្លែឈើដែលយើងយកមកញ៉ាំរាល់ថ្ងៃហ្នឹងតើទាំងអស់ហ្នឹងគឺវាដុសឬក៏អ្នកក្រុងជាអ្នកបង្កើតឬក៏អ្នកដាំដុះវាមិនមែនគឺវាសិតសឹងតែមិនមែនទេបងប្អូនទាំងអស់គ្នាពីព្រោះថាតើតងជាមួយនឹងអង្គគឺវាជាទូទៅគឺមានការដាំដុះអំពីបងប្អូនប្រជាពលរដ្ឋប្រជាកសិករយើងគាត់នៅទីស្រុកស្រែចម្ការផ្លែឈើឬក៏បន្លែអីជាដើមអញ្ចឹងនៅពេលណាដែលយើងប្រើពាក្យថាស្រែឬក៏ស្រែเงาមួយម៉ាត់នេះវាប្រៀបបីដូចជាយើងកំពុងតែយកគុណតម្លៃរបស់អ្នកស្រែយកមកបន្ទាបដើម្បីឲ្យស្មើជាមួយនឹងពាក្យដែលយើងចង់បន្តបង្អាប់ឬក៏ពាក្យដែលមិនល្អជាដើមអញ្ចឹងចង់មិនចង់គួរតែបងប្អូនទាំងអស់គ្នាជ្រើសរើសនៅពាក្យផ្សេងដើម្បីយកមកនិយាយជំនួសពាក្យថាស្រែនេះគឺវាល្អជាងបងប្អូនទាំងអស់គ្នាដឹងថាពាក្យថាស្រែនេះវាគឺជាពាក្យនាមស័ព្ទមួយដែលគេចង់ឲ្យន័យថាគឺជាទីទួលឬក៏ទីកន្លែងមួយដែលគេកាប់ឆ្ការជួររាស់យកដីលើកជាភ្លឺដើម្បីខាំងនៅទឹកដើម្បីធ្វើស្រែចម្ការអីជាដើមអញ្ចឹងវាអត់មានត្រង់ចំណុចណាមួយដែលបង្កប់ន័យថាអន់ថយឬក៏មិនល្អទេអញ្ចឹងចង់មិនចង់ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងមិនថាចាស់មិនថាក្មេងមិនថាអ្នកមានឬក៏មិនថាអ្នកក្រអ្នកក្រុងឬក៏អ្នកជនបទអីទេនៅពេលណាដែលយើងចង់ប្រើពាក្យថាស្រែសម្រាប់យកទៅលេងសើចឬក៏បញ្ចុយបញ្ចាទៅអ្នកផ្សេងយើងគួរតែរើសពាក្យអីផ្សេងក្រៅពីពាក្យថាស្រែហ្នឹងគឺវាល្អជាងពីព្រោះថាយើងទាំងអស់គ្នាត្រូវចាំថានៅពេលដែលយើងធ្វើអ្វីមួយដដែលយូរទៅវាខ្លាយទៅជាទម្លាប់កាលណាការធ្វើជាទម្លាប់យូរទៅវាអាចខ្លាយទៅជាប្រពៃណីយើងអញ្ចឹងយើងប្រើពាក្យតែស្រែនេះរហូតជាយូរទៅគឺក្មេងៗជំនាន់ក្រោយនៅពេលដែលគាត់ចង់បន្តបង្អាប់ទៅលើនរណាម្នាក់បែរជាយកពាក្យថាស្រែនឹងយកមកប្រើប្រាស់ទៅវិញដោយអ្នកស្រែគាត់ពុំបានដឹងអ្វីសោះបែរជាយកពាក្យនឹងយកមកលេងសើចពេលខ្លះបងប្អូនអ្នកដែលគាត់និយាយនឹងគាត់មិនចង់មានន័យថាចង់បញ្ចុយបញ្ចាទៅអ្នកស្រែឬក៏ថាអ្នកស្រែមិនល្អអ្នកស្រែអន់អីទេក៏ប៉ុន្តែបើយើងស្ដាប់មើលទៅគុណតម្លៃឬក៏ពាក្យថាយើងយកមកនិយាយចំពោះមិត្តភក្តិឬក៏យើងអ្នកដែលស្គាល់គ្នាតែឯងស្រែតែខ្លួនស្រែអត់ចេះធ្វើការងារសោះវាប្រៀបបីដូចជាតម្លៃរបស់អ្នកស្រែហ្នឹងវាអត់មែនទេបងប្អូនទាំងអស់គ្នាបើយើងគិតមើលឬក៏យើងយកអត្ថន័យនៃការនិយាយពាក្យនឹងយកមកនិយាយទៅវាហាក់បីដូចជាពុំសូវជាល្អប៉ុន្មានទេអញ្ចឹងចង់មិនចង់យើងទាំងអស់គ្នាយើងគួរតែរកពាក្យពេចន៍ផ្សេងដើម្បីយកមកនិយាយទៅពីព្រោះថាអ្នកស្រែក៏គាត់មានគុណតម្លៃរបស់ពួកគាត់អ្នកក្រុងក៏គាត់មានគុណតម្លៃរបស់អ្នកក្រុងអញ្ចឹងគុណតម្លៃរបស់មនុស្សយើងមិនថាអ្នកមានមិនថាអ្នកក្រមិនថាអ្នកស្រែចម្ការឬក៏អ្នកក្រុងទេគឺសិតសឹងតែមានជាគុណតម្លៃរបស់ពួកគាត់ផ្សេងរៀងខ្លួនអញ្ចឹងអ្វីដែលជាពាក្យពុំសមគួរអ្វីដែលជាពាក្យមើលទៅវាលក្ខណៈជាពាក្យឡោកលើយអីជាដើមយើងគួរតែនាំគ្នាបោះបង់ឬក៏យើងឈប់ប្រើពាក្យនឹងដើម្បីយកមកបញ្ចុយបញ្ចាគ្នាវាល្អជាងនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំដើម្បីចង់ចែកចម្លែកដល់បងប្អូនទាំងអស់គ្នាទេក៏ប៉ុន្តែបើសិនណាបងប្អូនទាំងអស់គ្នាអ្នកដែលបានស្ដាប់នៅវីដេអូរបស់ខ្ញុំហើយគិតថាការលើកឡើងរបស់ខ្ញុំវាមិនសមឬក៏វាមិនល្អអានេះវាគឺជាការគិតឬការពិចារណារបស់បងប្អូនទាំងអស់គ្នាក៏ប៉ុន្តែបើសិនជាបងប្អូនអ្នកដែលគាត់បានស្ដាប់គាត់គិតថាអ្វីដែលខ្ញុំបាននិយាយទៅវាជារឿងល្អបងប្អូនទាំងអស់គ្នាអាចជប់ប្រើនៅពាក្យនឹងឬក៏អាច share បន្តនៅវីដេអូរបស់ខ្ញុំដើម្បីជាចំណុចឬក៏ចំណេះដឹងដ៏ទូចមួយសម្រាប់ចែកចាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាឲ្យគាត់បានដឹងគាត់បានយល់អំពីអ្វីដែលពួកគាត់បាននឹងកំពុងតែប្រើប្រាស់ដូចជាពាក្យថាស្រែងោងអីជាដើមអញ្ចឹងខ្ញុំមិនមានអ្វីច្រើនទេបើសិនណាបានមានចំណុចណាខ្វះខាតទៅលើការនិយាយពាក្យពេចន៍ឬក៏បងប្អូនទាំងអស់គ្នាស្ដាប់នៅអត្ថន័យរបស់ខ្ញុំពុំសូវបានយល់អត្ថន័យយ៉ាងណាក៏សូមខន្តីអភ័យអត់ទោសពីសំណាក់បងប្អូនទាំងអស់គ្នាផងអ្វីដែលខ្ញុំលើកឡើងឬក៏ខ្ញុំបង្កើតជាវីដេអូនេះឡើងគឺក្នុងគោលបំណងតែមួយទេគឺដើម្បីចែកចាយនៅចំណុចល្អៗជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាយបាយ